និស្សិតស្រីម្នាក់បានថតរូបដោយសម្ងាត់ជាមួយសាកសពស្ត្រីអាយុ1000ឆ្នាំដោយសង្ឃឹមថានឹងល្បីល្បាញមិត្តភ័ក្តិរបស់នាងឈ្មោះលូណាបានប្រមាននាងថាមិនអនុញ្ញាតឲ្យថតរូបនៅទីនោះទេប៉ុន្តែនាងមិនព្រមស្ដាប់ទេនាងថែមបានប្រើតម្រងបដូរមុខហើយជំនួសមុខរបស់នាងដោយមុខសាកសពនាងជឿថាព្រមរូបថតនៅលើបណ្ដាញសង្គមចំនួនអ្នកតាមដានរបស់នាងនឹងកើនឡើងយ៉ាងខ្លាំងប៉ុន្តែលូណានៅតែជំរុញឲ្យនាងលុបវាចោលព្រោះយាយរបស់នាងធ្លាប់ប្រាប់នាងថាកុំថតរូបជាមួយមនុស្សស្លាប់អោយសោះបើមិនដូច្នេះទេពួកគេអាចនឹងជំនួសកន្លែងរបស់អ្នកប៉ុន្តែនាងមិនជឿរឿងទាំងនោះទេគ្រាន់តែជាឥទ្ធិពលនៃតម្រងមិនយូរប៉ុន្មានបន្ទាប់ពីពួកគេចាក់ចេញពីកន្លែងនោះអ្វីដែលពួកគេមិនដឹងគឺថានេះគឺជាការចាប់ផ្ដើមនៃសុបិនអាក្រក់របស់នាងបន្ទាប់ពីបង្ហោះរូបថតនៅលើបណ្ដាញសង្គមនាងក៏ល្បីល្បាញយ៉ាងឆាប់រហ័សនាងបានបង្ហាញលទ្ធផលទៅឲ្យលូណាមើលប៉ុន្តែលូណាបានមតិយោបល់សំខាន់មួយប្រសិនបើអ្នកមិនលុបរូបថតនេះភ្លាមទេគ្រោះមហន្តរាយនឹងកើតឡើងប៉ុន្តែនៅតែមិនយកចិត្តទុកដាក់នាងនិយាយថាមនុស្សគ្រាន់តែចូលចិត្តនិយាយហួសហេតុចាប់ពីថ្ងៃនោះមករឿងចម្លែកក៏ចាប់ដែលមានក្នុងរយៈពេលតែមួយសប្តាហ៍នាងស្រកទម្ងន់20គីឡូក្រាមស្បែករបស់នាងប្រែជាស្លេកស្លាំងនិងគ្មានជីវិតប៉ុន្តែនាងមានអារម្មណ៍ថានាងកាន់តែស្រស់ស្អាតថ្ងៃមួយលូណាបានឃើញចំណុចខ្មៅលេចឡើងនៅលើមុខរបស់នាងវាមើលទៅដូចជាចំណុចនៅលើមុខសាកសពអញ្ចឹងភ័យខ្លាចណាស់លូណាបានតាក់ទងអ្នកប្រើប្រាស់ដែលបានមកចេញមតិប៉ុន្តែអ្នកនោះបានឆ្លើយថាក្នុងរយៈពេល5ថ្ងៃនាងនឹងក្លាយជាសាកសពនោះបន្តិចម្ដងដូច្នេះលូណាបានសុំឲ្យនាងរូបថតនោះម្ដងហើយម្ដងទៀតប៉ុន្តែនាងបានញៀននឹងភាពល្បីល្បាញនិងការចាប់អារម្មណ៍នាងជឿថាគ្រាន់តែចំណេះនឹងនាងថ្ងៃមួយសក់របស់នាងចាប់ផ្ដើមជ្រុះជាចង្កាំធំវាប្រែជាស្ងួតនិងភួយដោយសាកសពបន្ទាប់មកនៅពេលយប់នាងចាប់ផ្ដើមធ្វើអាកប្បកិរិយាចម្លែកនាងឃ្លានជានិច្ចហើយនិយាយថានាងចង់ញ៉ាំអ្វីមួយលូណាបានតាក់ទងអ្នកប្រើប្រាស់ម្ដងទៀតប៉ុន្តែអ្នកនោះនិយាយថាប្រសិនបើមិនលុបរូបថតនេះភ្លាមទេនាងមិនអាចសង្គ្រោះបានទៀតទេថ្ងៃបន្ទាប់លូណាបានយកទូរស័ព្ទរបស់នាងហើយព្យាយាមលុបរូបថតនោះប៉ុន្តែនាងបានរ៉ារ៉ានាងបានចោទប្រកាន់លូណាដោយកំហឹងថាបានរំលោភលើភាពឯកជនរបស់នាងលូណាបានប្រាប់នាងថានាងនិស្សិតស្រីម្នាក់បានថតរូបដោយសម្ងាត់ជាមួយសាកសពស្ត្រីអាយុ1000ឆ្នាំដោយសង្ឃឹមថានឹងល្បីល្បាញមិត្តភ័ក្តិរបស់នាងឈ្មោះលូណាបានប្រមាននាងថាមិនអនុញ្ញាតឲ្យថតរូបនៅទីនោះទេប៉ុន្តែនាងមិនព្រមស្ដាប់ទេនាងថែមបានប្រើតម្រងបដូរមុខហើយជំនួសមុខរបស់នាងដោយមុខសាកសពនាងជឿថាព្រមរូបថតនៅលើបណ្ដាញសង្គមចំនួនអ្នកតាមដានរបស់នាងនឹងកើនឡើងយ៉ាងខ្លាំងប៉ុន្តែលូណានៅតែជំរុញឲ្យនាងលុបវាចោលព្រោះយាយរបស់នាងធ្លាប់ប្រាប់នាងថាកុំថតរូបជាមួយមនុស្សស្លាប់អោយសោះបើមិនដូច្នេះទេពួកគេអាចនឹងជំនួសកន្លែងរបស់អ្នកប៉ុន្តែនាងមិនជឿរឿងទាំងនោះទេគ្រាន់តែជាឥទ្ធិពលនៃតម្រងមិនយូរប៉ុន្មានបន្ទាប់ពីពួកគេចាក់ចេញពីកន្លែងនោះអ្វីដែលពួកគេមិនដឹងគឺថានេះគឺជាការចាប់ផ្ដើមនៃសុបិនអាក្រក់របស់នាងបន្ទាប់ពីបង្ហោះរូបថតនៅលើបណ្ដាញសង្គមនាងក៏ល្បីល្បាញយ៉ាងឆាប់រហ័សនាងបានបង្ហាញលទ្ធផលទៅឲ្យលូណាមើលប៉ុន្តែលូណាបានមតិយោបល់សំខាន់មួយប្រសិនបើអ្នកមិនលុបរូបថតនេះភ្លាមទេគ្រោះមហន្តរាយនឹងកើតឡើងប៉ុន្តែនៅតែមិនយកចិត្តទុកដាក់នាងនិយាយថាមនុស្សគ្រាន់តែចូលចិត្តនិយាយហួសហេតុចាប់ពីថ្ងៃនោះមករឿងចម្លែកក៏ចាប់ដែលមានក្នុងរយៈពេលតែមួយសប្តាហ៍នាងស្រកទម្ងន់20គីឡូក្រាមស្បែករបស់នាងប្រែជាស្លេកស្លាំងនិងគ្មានជីវិតប៉ុន្តែនាងមានអារម្មណ៍ថានាងកាន់តែស្រស់ស្អាតថ្ងៃមួយលូណាបានឃើញចំណុចខ្មៅលេចឡើងនៅលើមុខរបស់នាងវាមើលទៅដូចជាចំណុចនៅលើមុខសាកសពអញ្ចឹងភ័យខ្លាចណាស់លូណាបានតាក់ទងអ្នកប្រើប្រាស់ដែលបានមកចេញមតិប៉ុន្តែអ្នកនោះបានឆ្លើយថាក្នុងរយៈពេល5ថ្ងៃនាងនឹងក្លាយជាសាកសពនោះបន្តិចម្ដងដូច្នេះលូណាបានសុំឲ្យនាងរូបថតនោះម្ដងហើយម្ដងទៀតប៉ុន្តែនាងបានញៀននឹងភាពល្បីល្បាញនិងការចាប់អារម្មណ៍នាងជឿថាគ្រាន់តែចំណេះនឹងនាងថ្ងៃមួយសក់របស់នាងចាប់ផ្ដើមជ្រុះជាចង្កាំធំវាប្រែជាស្ងួតនិងភួយដោយសាកសពបន្ទាប់មកនៅពេលយប់នាងចាប់ផ្ដើមធ្វើអាកប្បកិរិយាចម្លែកនាងឃ្លានជានិច្ចហើយនិយាយថានាងចង់ញ៉ាំអ្វីមួយលូណាបានតាក់ទងអ្នកប្រើប្រាស់ម្ដងទៀតប៉ុន្តែអ្នកនោះនិយាយថាប្រសិនបើមិនលុបរូបថតនេះភ្លាមទេនាងមិនអាចសង្គ្រោះបានទៀតទេថ្ងៃបន្ទាប់លូណាបានយកទូរស័ព្ទរបស់នាងហើយព្យាយាមលុបរូបថតនោះប៉ុន្តែនាងបានរ៉ារ៉ានាងបានចោទប្រកាន់លូណាដោយកំហឹងថាបានរំលោភលើភាពឯកជនរបស់នាងលូណាបានប្រាប់នាងថានាង